រៀបសួរបងប្អូនទាំងអស់គ្នាត្រឡប់មកកាន់វីដេអូដ៏រ៉ោតាមពិតទៅខ្ញុំតែងតែចូលរួមកម្មវិធីបែបអញ្ចឹងមកច្រើនហើយបងប្អូនគ្នាប៉ុន្តែគ្រាន់ខ្ញុំអត់បានធ្វើវីដេអូអញ្ចឹងទៅវីដេអូនេះមិនមែនចង់មកអួតអីទេណាបងប្អូនគ្នាគ្រាន់តែចង់បង្ហាញថានៅពេលដែលខ្ញុំទៅចូលក្រុម event ទៅខ្ញុំជួបអ្នកគេខ្លះយើងចង់និយាយថាយើងមានចំណារអារម្មណ៍ភ្នែកយើងជាមួយនឹងសិល្បករល្បីតួសម្ដែងក៏ដូចជាបវរកញ្ញា influencer យើងចិត្តឆ្ងាយដែលស្គាល់គ្នាហ្នឹងគឺអាចនឹងជួបគ្នានៅក្នុងថ្ងៃហ្នឹងអញ្ចឹងណាបងប្អូនទាំងគ្នាបងសិល្បករច្រើនទៀតដែលពួកគាត់សុទ្ធសឹងតែមានគេឈ្មោះល្បីល្បាញនៅក្នុងប្រទេសកម្ពុជាយើងចាំបងប្អូនទាំងគ្នាមើលក្នុងនោះប្រហែលជាមានស្គាល់ហើយកម្មវិធីដែលខ្ញុំទៅចូលរួមហ្នឹងគឺកម្មវិធី Miss Grand Universe Final Competition លេត្រីក្រុមមកគាត់ដែលគេហៅមកចាំប្រកបចឹងជួបបង fan page បងកញ្ញាជាច្រើនហើយនៅពេលដែលចូលមកដល់កន្លែងអង្គុយគឺជួបបងអែមរៀមមុនគេបងប្អូនទាំងគ្នាស្គាល់គាត់រីកខ្លាំងមែនតើណាបងប្អូនទាំងគ្នាឃើញកាមេរ៉ាបានចង់បញ្ជាក់បងប្អូនទាំងគ្នានេះគឺខ្ញុំតិចមើលខ្ញុំអត់ស្គាល់អីទៅបងប្អូនទាំងគ្នាព្រោះដូចខ្ញុំមានអារម្មណ៍ថាខ្លួនឯងដូចត្រែកូឡាខ្លាំងមែនហើយនេះគឺស៊ីហ៊ូហើយជាមួយនឹងបងសេហាដែលគាត់គឺជាតួសម្ដែងក៏ដូចជា fashion model មួយរូបដែរទាំងអស់គ្នាខ្ញុំនឹងអង្គុយពីក្រោយបងដេតសេនីតែម្ដងគឺជា Miss Charm Cambodia ហើយថ្ងៃនេះគឺគាត់មកធ្វើជាគណៈកម្មការនៅក្នុងការដាក់បន្ទុកដល់បេក្ខភាពប្រកួតតូចច្រឡំខ្ជូតខ្លាំងមែនតើហើយនៅជួរខាងនោះយើងឃើញមានបងខេតែគាត់គឺជា ND របស់ Miss Mera Cambodia ក៏ដូចជា winner របស់គាត់ហើយក៏មានបងសិលាគាត់គឺជា fan page កញ្ញា review តាមអារម្មណ៍ធ្វើជាគណៈកម្មការហើយដែលខ្ញុំភ្ញាក់បងប្អូនទាំងគ្នាងាកទៅគឺជួបជាមួយនឹងហាដែលនៅស្អាងចំនួនហ៊ានវិទ្យាល័យគឺស្គាល់គាត់ដែរបងប្អូនទាំងគ្នាហាគឺគាត់កាមេរ៉ាមែនគាត់ team work នៅកន្លែងហ្នឹងបងប្អូនគាត់គឺជាមិត្តវិទ្យាល័យបងប្អូនខ្ញុំបងប្អូនទាំងគ្នាសង្ហាបដោយខ្ញុំមិនដឹងណាគាត់ single ក៏អត់ខ្ញុំមិនដឹងបងប្អូនទាំងគ្នាតែមានខ្សែជាមួយកាមេរ៉ាមែនចាប់អញថតយកតែម្ដងចូលមកដល់ការចាប់តាមកម្មវិធីអបសៀងនេះគឺ Ricky Kisani ហើយនឹងបងតារ៉ានេះគាត់ជាស្គាល់គាត់សិតសឹងតែជា content creator ល្បីហើយនៅពីមុខខ្ញុំមួយទៀតនេះគឺបងឈុំច័ន្ទរាបងប្អូនទាំងគ្នាគាត់គឺជា Miss Supranational Cambodia គាត់នៅក្រៅគឺគាត់ស្អាតខ្លាំងមែនទែនហ្មងទាំងបងដេសានីទាំងបងឈុំច័ន្ទរាហើយនៅមកជួរខាងមុខខ្ញុំនេះគឺជា Top 5 Miss Infinity Cambodia ដែលទើបតែបញ្ចប់ថ្មីគឺភងតែគាត់ក៏ជា fan page បវរកញ្ញាឬក៏បរោះឯងផងដែរខ្ញុំមិននឹងភងគឺស្គាល់គ្នាយូរបងប្អូនទាំងគ្នាហើយមានប្រវត្តិជូរចត់នៅក្នុងសិល្បៈខ្លាំងមែនទែនប៉ុន្តែខ្ញុំមិនអាចនិយាយបានទេពីព្រោះតែខ្មាស់គេខ្លាំងណាស់បន្ទាប់មកក៏ចូលទៅដល់ opening show ហើយនេះគឺជា Jake ដែល Jake ក៏ខ្ញុំស្គាល់យូរដែរបងប្អូនទាំងគ្នាខ្ញុំធ្លាប់ថតរឿងថតអីមួយគាត់ចេញជារឿងជាអីច្រើនមែនទែន Jake ក៏គាត់ប្រកួតនៅក្នុងកម្មវិធីថ្ងៃនេះដែរគាត់ក៏ជា candidate នៅក្នុងកម្មវិធីថ្ងៃនេះផងដែរបងប្អូនទាំងគ្នាដែលស្គាល់ខ្ញុំត្រឡប់ទៅមើល Facebook page របស់ខ្ញុំធ្លាប់បានផុសរឿងហ្នឹងគឺមាន Jake មានអីនឹងឯងមួយជាមួយនឹងពួកខ្ញុំនឹងឯង But I just want to say I'm so proud of you try to do all the best of everything and I see about your trying and I always support you and strongly on ហើយបងសង្ឃឹមថាណៃនឹងចូលរួមនៅឱកាសណាមួយទៀតខ្ញុំឃើញមករបស់គាត់ក៏ដូចជាប្អូនរបស់គាត់មក support គាត់ខ្ញុំពិតជាសប្បាយចិត្តខ្លាំងមែនទែនដែលគាត់មានការលើកទឹកចិត្តពីគ្រួសារថាតើតោះជាមួយនឹង Q&A ឬក៏ការឆ្លើយសំណួរមិនថាទាំងគាត់ឬក៏ candidate ផ្សេងឬក៏ top កម្ពុជាផ្សេងគឺឆ្លើយបានល្អខ្លាំងមែនទែនបងប្អូនទាំងគ្នាខ្ញុំពិតជាសរសើរមែនទែនជាពិសេសគឺវគ្គឈុតខ្មៅនេះដែលគាត់ឈ្មោះថា Alexa ដែល advocacy របស់គាត់ឬក៏បែបបទនៃការឆ្លើយរបស់គាត់បងប្អូនទាំងគ្នាគឺអេមខ្លាំងមែនតើអវកស៊ីរបស់គាត់គឺនិយាយអំពីការឆ្លៀនពីរបស់ចៅសៀមមកលើប្រទេសកម្ពុជារបស់យើងបងប្អូនទាំងគ្នាគឺគាត់និយាយមកគឺល្អមែនតើគឺ perfect ខ្លាំងមែនតើហើយគឺផ្ទះដៃឡើងពេញ hall ហ្នឹងមក finally គាត់ក៏ទទួលបានជ័យលាភីតំណែងជា first runner up ផងដែរ congratulations on ហើយនេះ handsome boy បងណាក់ដែលគាត់ចាំឆ្មក់រូបក៏ដូចជាវីដេអូណាគាត់ក៏ជាកាមេរ៉ាមែនម្នាក់លើមានអីទៀតខ្ញុំឆ្មក់វិញបដ ாய் ហើយនេះបងសេហាទើបតែស្គាល់គ្នាថ្ងៃហ្នឹងហើយនេះតារាពេជ្របេក្ខភាពដែលកំពុងតែប្រកួតនៅក្នុងកម្មវិធី Majestic Dress ហើយបន្តមកទៀតគឺបង Brandon បងណាន់គឺឈ្មោះដូចខ្ញុំតែម្ដងគាត់គឺជាបេក្ខភាពដែលកំពុងតែប្រកួតនៅក្នុងកម្មវិធី Mr. Supranational Cambodia នៅក្នុងឆ្នាំនេះផងដែរខ្ញុំនេះត្រៀមកម្លាំងចាំអាស្រ័យទៅអ្នកស្គាល់គ្នាកំពុងតែប្រកួតទាំងអស់តែគ្រប់ត្រូលទាំងអស់ហ្មងហើយនេះគឺវិសាករតនសម្បត្តិ The Winner Mr. International Online 2025ហើយពេលទៅហ្នឹងគឺទៅមួយគាត់នឹងឯងបងប្អូនទាំងគ្នាហើយទឹកមុខនេះគឺទឹកមុខ clean ព្រោះគេតែញ៉ាំអីអត់មានតែគេទៅជាមួយចូលមកដល់ក្មេងតូចតុក្កតា Barbie នេះមករយៈដល់ពេលជួបលើកនេះអូគេខ្ជូតខ្លាំងមែនទែនគេសក់គីឡូគេស្អាតខ្លាំងមែនទែនលើគេបែប Barbie បែបតុក្កតាអីអញ្ចឹងណាហើយគេរុះរាយមែនទែននិយាយទៅគេគួរឲ្យស្រឡាញ់គ្រប់ពេលហើយថ្ងៃហ្នឹងគាត់ធ្វើជា MC គេទៅយូរចូលមកដល់ Eden ក៏គាត់គឺជា Top 5 Mr. International Online 2025ដែរគាត់នឹងក៏អញ្ចឹងដែរនិយាយទៅគេខ្ជូតគ្រប់ពេលហ្មងបន្តមកទៀតជួបជាមួយនឹងកំឡោះសង្ហាបងប៊ុនភេងគាត់គឺជា National Writer របស់ Mr. International Online ផងដែរតែខ្ញុំមាន event ជារហូតគឺគាត់ហ្នឹងហើយដែលតែងតែហាមកជួបជាមួយនឹងបងស្រីម៉ៃយ៉ាដែលគាត់គឺជា National Writer របស់កម្មវិធី Miss Infinity ដែលទើបតែបញ្ច
ចប់ថ្មីនេះដែរពួកគាត់ទាំងពីររស់រាយហើយនៅក្រៅស្អាតចាំងខ្លាំងមែនចំទៅគឺគួរឲ្យស្រឡាញ់គួរឲ្យគោរពតែម្ដងកលេចមកជួបមកដំដែលគាត់គឺជា The Winner Mr International Online 2024ផងដែរអ្នកទាំងអស់គ្នាជឿអត់ស្អាតគ្រប់ជ្រុងកលេចមកជុកណាក៏ស្អាតដែរខ្ញុំទៅកម្មវិធីអាសាជួបគាត់แล้วតែមើលអត់ទាស់ទេណែម៉ោង break បានបងផ្លយបងប្អូនទាំងគ្នាប្រកាសជាស្គាល់ហើយដែលគេហៅថានីកូញ៉ាំបរិយាកាសសើចកិលនៅពេញកន្លែងកម្មវិធីតែម្ដងហើយនេះគឺតៃហ្វុងដែលគាត់ក៏ជាអ្នកស្អាងដែរបងប្អូនទាំងគ្នាគាត់គឺជាបុព្វកញ្ញាដែលនៅក្នុង Top 5 Miss Infinity បន្ទាប់មកក៏ដល់ពេលប្រកាសម្ចាស់មកគាត់ហើយក៏បានរកឃើញហើយដែរនៅម្ចាស់មកគាត់ Congratulations to ម្ចាស់មកដែលគាត់បានឈ្នះតំណែងគឺជា Miss Grand Universe Cambodia មើលឃើញថាពួកគាត់ពិតជាខំតស៊ូខ្លាំងមែនទែនរហូតដល់មានថ្ងៃនេះរហូតដល់គាត់បានក្រុមមកគាត់ណាបងប្អូនទាំងគ្នាគ្រប់គ្នាទាំងអស់ដែលប្រឡូកនៅក្នុងវិស័យ pageant ណាគឺសុទ្ធតែខិតខំទាំងអស់គ្នារហូតដល់ទទួលបានលទ្ធផលរៀងខ្លួនដែលពួកគាត់ទទួលបានណាបងប្អូនទាំងគ្នាអញ្ចឹងក៏រកឃើញម្ចាស់មកគាត់ហើយកម្មវិធីក៏ដល់ទីបញ្ចប់ហើយមុននឹងទៅនឹងក៏មកលាគ្នាលាភួងលាអីចឹងទៅព្រោះថាបែកគ្នាយូរខ្លាំងមែនទែនណាបងប្អូនទាំងគ្នាហើយខ្ញុំទាំងពីរនាក់ហ្នឹងជួបមុខគ្នាណាក៏សើចដែរដោយសារខ្ញុំមានរឿងមួយគួរឲ្យសម្ដែងក្នុងវិស័យសិល្បៈហើយពួកខ្ញុំក៏ធ្វើដំណើរទៅផ្ទះធម្មតានឹងឯងលើកាមេរ៉ាកាត់ពុតពេលចលងគឺដើរទៅផ្ទះណាបងប្អូនទាំងគ្នាអូយលេងខ្លួនណាដាក់សក់ក្រហមស្អីរួចអញ្ចឹងខ្ញុំក៏ធ្វើដំណើរទៅផ្ទះធម្មតានឹងឯងរួចជាចុងក្រោយសូមអរគុណទៅដល់បងប្អូនទាំងអស់គ្នាដែលតាមដានវីដេអូនេះដល់ចប់អរគុណច្រើនជួបគ្នាវីដេអូក្រោយ